មានការសម័យថ្ងៃមួយនោះសិរីសួស្ដីនឹងអវមង្គលជួបនិយាយគ្នាអវមង្គលសួរទៅសិរីសួស្ដីថាលោកមានឫទ្ធិអំណាចដូចម្ដេចខ្លះនោះសិរីសួស្ដីប្រាប់ទៅអវមង្គលថាឫទ្ធិអំណាចអញជាសិរីសួស្ដីនេះខ្លាំងពូកែណាស់សូម្បីតែមនុស្សខ្ញុំគេស្អប់គេមិនមេត្តាអញទៅសន្ធិដ្ឋកាលណាគេខ្លាចគេស្នេហាទំនុកបំរុងតតែបានរាជសម្បត្តិឯសិរីសួស្ដីសួរទៅអវមង្គលវិញថាឫទ្ធិអំណាចឯងដូចម្ដេចខ្លះនោះអវមង្គលឆ្លើយថាឫទ្ធិអំណាចខ្ញុំនេះបើខ្ញុំទៅសន្ធិដ្ឋនៅឈ្មោះណាបណ្ដាឲ្យគេស្អប់គេខឹងខូចខាតសម្បត្តិទ្រព្យវិនាសអន្តរាយសូម្បីតែបានរាជសម្បត្តិគង់ថ្លោះធ្លោយធ្លាក់ខ្លួនទៅជាខ្ញុំគេបាននោះអវមង្គលចង់ដឹងឫទ្ធិសិរីសួស្ដីថាខ្ញុំឃើញខ្ញុំសេដ្ឋីម្នាក់ឈ្មោះអាតូលសេដ្ឋីប្រាឲ្យជ្វាគោក្របីសពថ្ងៃនេះសេដ្ឋីខឹងនឹងអាតូលជាវាយតែសពថ្ងៃថាពុំមើលថែរក្សាគោក្របីស្គុំអស់ខ្ញុំចង់ឲ្យលោកសិរីសួស្ដីទៅសន្ធិដ្ឋនៅរូបអាតូលខ្ញុំសេដ្ឋីនោះឲ្យវាបានរាជសម្បត្តិខ្ញុំក៏ជឿថាលោកមានឫទ្ធិខ្លាំងពូកែប្រកាសមែននោះសិរីសួស្ដីប្រាប់ទៅអវមង្គលវិញថាអញចាំមកគុណមើលចុះថ្ងៃស្អែកនេះអញចូលទៅនៅសន្ធិដ្ឋនៅរូបអាតូលខ្ញុំសេដ្ឋីហើយតែអញចូលទៅនៅកាលណាយូរបន្តិចទៅមុខជាអាតូលខ្ញុំសេដ្ឋីនោះវាបានសោយរាជសម្បត្តិមិនខានលុះព្រឹកឡើងដល់ពេលអាតូលបញ្ចេញគោក្របីក្រោលទៅឃ្វាលនោះសិរីសួស្ដីចូលទៅសន្ធិដ្ឋនៅរូបអាតូលក៏រីករាយសប្បាយចិត្តប្លែកពីថ្ងៃមុនលុះដល់ពេលល្ងាចគៀងគោក្របីត្រឡប់មកបញ្ចូលក្រោលនៅផ្ទះវិញនោះសេដ្ឋីទាំងប្តីប្រពន្ធឈរមើលគោក្របីឃើញអាតូលរង់ទ្វារក្រោលគោក្របីខ្ជាប់មាំមួនហើយអាតូលក៏ឡើងទៅអង្គុយលើផ្ទះសេដ្ឋីជាចៅវាយនៅទីកន្លែងខ្លួនដូចសពដងនោះសេដ្ឋីទាំងប្តីប្រពន្ធឃើញអាតូលនៅក្នុងចិត្តអាណិតមេត្តាថាអាតូលឲ្យចៅទៅឃ្វាលគោក្របីអត់បាយតល្ងាចទើបបានបាយបរិភោគម្លេះសំវាឃ្លានយ៉ាងណាគិតហើយក៏ដាស់តឿនខ្ញុំកំដរស្រីឲ្យដួសបាយស៊ីរាល់គ្នាទៅលុះដល់ដួសរួចស្រេចភោជនាហារណាដែលមានអាជីរសក៏យកទៅដាក់ជូនសេដ្ឋីហើយប្រជុំគ្នាស៊ីទៅនោះសេដ្ឋីប្តីប្រពន្ធហៅអាតូលមកចិត្តចាប់ម្ហូបដែលមានរសឲ្យអាតូលបរិភោគរួចសេដ្ឋីប្តីប្រពន្ធគុណមើលកិរិយារករូបអាតូលនោះរកទាស់ចិត្តត្រង់ណាគ្មានបណ្ដាមហាជនស្រីក្តីប្រុសក្តីតែបានឃើញរូបអាតូលហើយសឹងមានចិត្តស្នេហាមេត្តាពុនប្រមាណរីឯសេដ្ឋីប្តីប្រពន្ធជាចៅវាយអាតូលនោះនិយាយគិតគ្នាថាយើងសពថ្ងៃនេះអាឥតកូនទ្រព្យសម្បត្តិក៏មានច្រើនអំណះទៅបើអត់ពីយើងទ្រព្យសម្បត្តិនឹងអន្តរាយអាសាឥតការគួរយើងយកអាតូលលើកឡើងដំកើងជាកូនកុំឲ្យវាឃ្វាលគោក្របីត្បិតអាតូលនេះសាច់ឈាមរកពីល្អណាស់ល្មមគួរសមជាគុណយើងបានលុះដល់ពេលល្ងាចអាតូលត្រឡប់មកពីឃ្វាលគោក្របីវិញសេដ្ឋីទាំងប្តីប្រពន្ធឃើញអាតូលរឹងរិតតែស្នេហាមេត្តាពុនពេកហើយហៅឲ្យបរិភោគបាយជាមួយមិនឲ្យឃ្លាតឆ្ងាយពីខ្លួនគោក្របីក៏មិនឲ្យឃ្វាលពីថ្ងៃនោះទៅសេដ្ឋីទាំងប្តីប្រពន្ធនោះក៏សម្លៀកបំពាក់គ្រឿងមាសប្រាក់តុបតែងឲ្យអាតូលហើយប្រាប់ថាពីថ្ងៃនេះទៅអញទុកឯងជាកូនទ្រព្យសម្បត្តិអញទាំងប៉ុន្មានអំណះអត់ពីអញទៅនៅលើដៃកូនឯងទាំងអស់អាតូលក៏រីករាយសប្បាយចិត្តជាទីបំផុតលុះអាតូលចម្រើនអាយុពេញរូបរាងកាយដោយអំណាចសិរីសួស្ដីនៅសន្ធិដ្ឋលើខ្លួនរឹងរិតតែល្អរកបុរសហើយណានឹងប្រៀបផ្ទឹមស្មើពុំបានឯសេដ្ឋីតែងតែចូលគាល់ព្រះមហាក្សត្រព្រឹកល្ងាចពុំដែលលួសខានក៏នាំយកអាតូលទៅគាល់ព្រះមហាក្សត្រមានបុត្រីតែមួយព្រះអង្គសេតចេញមកនៅទីក្រឡាព្រះគំនាល់ព្រះរាជបុត្រក៏ដិតដោយក្រោយព្រះអង្គមហាសេដ្ឋីនាំកូនដល់ហើយចូលក្រាបបង្គំគាល់នោះព្រះមហាក្សត្រឈ្មានព្រះនេត្រឃើញសេដ្ឋីនិងកូនអង្គុយគាល់ទន្ទឹមគ្នាទ្រង់ត្រាស់សួរថាកូនសេដ្ឋីឯងឬនោះសេដ្ឋីទូលថាកូនទូលព្រះបង្គំជាខ្ញុំស្ដេចក៏សរសើរថាកូនសេដ្ឋីឯងមានរូបរឹកល្អណាស់ឯព្រះរាជបុត្រីនោះនៅក្នុងព្រះទ័យថាកូនសេដ្ឋីនេះធ្វើម្ដេចនឹងបានជាស្វាមីអញលំអអ្នកនេះនឹងរកបុរសណាផ្ចឹមស្មើពុំបានលុះគូវេលាហើយស្ដេចនិងព្រះរាជបុត្រីនោះយាងចូលទៅខាងក្នុងវិញសេដ្ឋីក៏ក្រាបថ្វាយបង្គំលានាំកូនត្រឡប់មកផ្ទះលុះដល់ផ្ទះនិយាយនឹងសេដ្ឋីថាលោកម៉ែមេត្តាកូនទៅដណ្ដឹងព្រះរាជបុត្រីស្ដេចឲ្យខ្ញុំត្បិតការខ្ញុំចូលទៅគាល់ជាមួយនឹងលោកឪពុកនោះខ្ញុំបានឃើញច្បាស់ព្រះរាជបុត្រីនោះល្អណាស់
បើមិនដណ្ដឹងឲ្យខ្ញុំមុខជាស្លាប់មិនខានសេដ្ឋីទាំងប្តីប្រពន្ធដោយសេនហាកូនណាស់ក៏ប្រថុយខ្លួនរៀបតម៉ាសប្រាក់ដាក់គ្រឿងបណ្ណាការជាដង្វាយរបស់សុទ្ធតែពីពេជ្រនិងមាសពោពាសច្រើនតុកលុះព្រឹកឡើងនាំដង្វាយនោះទៅដល់រៀបចំក្នុងទីព្រះរាជរោងរីឯព្រះមហាក្សត្ររស្ដេចចេញមកឲ្យនាមឿនតូចធំគួរសេដ្ឋីទាំងប្តីប្រពន្ធក៏គួរចិត្តនៅគ្រឿងបណ្ណាការដង្វាយនោះហើយសេដ្ឋីត្រាស់សួរសេដ្ឋីថាដង្វាយនេះប្លែកណាស់សេដ្ឋីឯងមានការអ្វីសេដ្ឋីប្តីប្រពន្ធអង្ក្រាបបង្គំទូលថាសម្លាប់តស្លាប់បើទ្រង់ទុកជីវិតនៅសូមជ្រកកនក្រោមល្អងធូលីព្រះបាទសូមប្រោសព្រះរាជទានព្រះរាជបុត្រីផ្សំនឹងកូនប្រុសទូលព្រះបង្គំជាខ្ញុំស្ដេចជ្រាបទ្រង់អនុញ្ញាតព្រមទ្រង់ចាត់មុខក្រសួងឲ្យរៀបពិធីស្រេចហោរាថ្វាយរៈស្ដេចក៏ផ្សំព្រះរាជបុត្រីនិងកូនសេដ្ឋីផ្ទេរទាំងរាជសម្បត្តិឲ្យគ្រប់គ្រងឯស្ដេចតូនិងមហេសីបានរាជសម្បត្តិហើយរីករាយក៏សេមសុខឥតទុក្ខខំហាប្រសើរលើសលប់រៀងទៅពីនេះនឹងអធិប្បាយពីរឿងអវមង្គលជួបនឹងសិរីសួស្ដីហើយថាលោកសិរីសួស្ដីខ្ញុំជឿលោកឃើញថាលោកមានឫទ្ធិជួយស្ដេចតូបានរាជសម្បត្តិមែនវេលានេះលោកចាំមើលឫទ្ធិខ្ញុំវិញសូមលោកលែងទៅសន្ធិដ្ឋនៅរូបស្ដេចដូលសិរីសួស្ដីក៏ថយចេញពីរូបស្ដេចតូនោះអវមង្គលក៏ចូលទៅនៅសន្ធិដ្ឋនៅរូបស្ដេចដូលក៏ចេះតែនៅមួម៉ៅក្តៅក្រហាយអាប់អិតរស្មីមហេសីស្រីបរិវារក៏ពុំសូវយកចិត្តទុកដាក់គោរពប្រណិប័តបណ្ដាចិត្តឲ្យតែខឹងស្អប់ស្ដេចដូលនោះទាំងអស់លោកចតុះដំធំតូចទាំងប៉ុន្មានក៏ពុំសូវចូលចិត្តគិតចង់ឲ្យតែព្រះវរិជបតាក្មេកយករាជសម្បត្តិទៅវិញឯចំណែកស្ដេចតូចេះតែក្តៅក្រហាយអន្ទះអន្ទែងចង់ទៅក្រសាដោយទំនាបមាត់បឹងក្រៃពេកក៏នាំមហេសីស្រីបរិវារចេញទៅក្រសាលុះទៅដល់ក៏ចាត់ឲ្យធ្វើព្រះបន្លាភៈស្នាក់ក្រសានៅទីមាត់បឹងនោះឬតែសັບសូរទៅដល់គោទៅដល់ក្របីស្ដេចដូលក៏ភ្នុកនឹកអាណិតខ្លួនកាលនៅជាខ្ញុំមហាសេដ្ឋីគេប្រើឲ្យជ្វាលគោក្របីហើយក៏ទ្រង់ព្រះកន្សែងខ្សឹកសួរនោះព្រះមហេសីថាម្ចាស់ហេតុអីក៏ទ្រង់ព្រះកន្សែងខ្សឹកសួរម្លេះនោះស្ដេចដូលប្រាប់មហេសីដោយស្មោះត្រង់ថាលាក់បាំងអីអ្នកអូនឲ្យខ្លួនបងនេះមិនមែនជាកូនសេដ្ឋីទេកាលពីដើមបងជាខ្ញុំសេដ្ឋីគេប្រើឲ្យជ្វាលគោក្របីបងរស័ព្ទសូទៅដល់ក្របីគោបងនឹកស្រងេះស្រងោចអាណិតខ្លួនបានជាបងយមមហេសីបាននឹកច្បាស់ជាខ្ញុំសេដ្ឋីហើយក៏នឹកទុំក្នុងព្រះតេពុនពេកនឹកថាអព្រះវរិជបតាពុំគួបសំគុំកូនផ្ទេទាំងរាជសម្បត្តិឲ្យទៅខ្ញុំគេសោះខ្ញាល់ហើយក៏នាំស្ដេចតូនិងស្រីបរិវារបណ្ដាជាខ្ញុំដែលតាមហែទៅទាំងប៉ុន្មានត្រឡប់ចូលដល់ព្រះរាជវាំងវិញលុះដល់ចូលទូលសម្ដេចព្រះវរិជបតាមេតាតាមរឿងដែលស្ដេចតូយំប្រាប់គ្រប់ប្រការសម្ដេចព្រះវរិជបតាទ្រង់ជ្រាបហើយទ្រង់ព្រះក្រោធពន់ប្រមាណត្រាស់ឲ្យហៅសេដ្ឋីទាំងប្តីប្រពន្ធមកដៀលថ្មាសជាទម្ងន់ហើយប្រគល់ស្ដេចតូឲ្យទៅសេដ្ឋីប្តីប្រពន្ធនាំយកទៅផ្ទះវិញឯរាជសម្បត្តិស្ដេចគ្រប់គ្រងរក្សារៀងទៅសេដ្ឋីប្តីប្រពន្ធនាំអាតូទៅដល់ផ្ទះហើយជេរវាយថ្មាសតេះដៀលលែងរាប់អានធ្វើជាកូនបង្កប់អាតុលឲ្យជ្វាលគោក្របីទុកជាខ្ញុំដូចពីដើមវិញ